นการនិងគោលបំណងរបស់ព្រះកាន់គម្ពីរអេសាយជំពូកទី14ខទី24ដល់ទី32ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានស្បត់ថាពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយក៏នឹងសម្រេចដូចជាអញបានកំណត់ទុកផងគឺអញនឹងបំបាក់ទ័ពពួកអាសាដែលនៅក្នុងស្រុកអញហើយនឹងជន់ឈ្លីគេនៅលើភ្នំរបស់អញគ្រានោះនឹមរបស់គេនឹងបាត់ទៅហើយបន្ទុករបស់គេនឹងបាត់ពីស្មាចេញនេះហើយជាការដែលបានសម្រេចនឹងធ្វើនៅលើផែនដីទាំងមូលហើយនេះជាព្រះហស្ថដែលបានសន្ធឹងទៅលើនគរទាំងពួងបាត់ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានសម្រេចនឹងធ្វើហើយតើអ្នកណានឹងរំលប់រំលាងបានព្រះហស្ថនៃទ្រង់បានលុបទៅហើយតើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាននៅឆ្នាំដែលស្ដេចអេហាសុគតទៅនោះមានសេចក្តីទំនាយយ៉ាងធ្ងន់នេះគឺថាណែពួកភីលីស្ទីនអើយកុំឲ្យរីករាយពេញល្បងដោយព្រោះរំពាត់ដែលធ្លាប់វាយឯងបានបាក់ហើយនោះឡើយត្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មកហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះនោះកូនច្បងរបស់ពួកមនុស្សតក្រនឹងមានអាហារបរិភោគហើយមនុស្សកំសត់ទុរគតនឹងដេកទៅដោយសុខសាន្តតែអញនឹងធ្វើឲ្យពូជពងឯងស្លាប់ទៅដោយអំណត់អត់វិញហើយសំណល់នៃឯងនឹងត្រូវគេសម្លាប់បងអស់ទ្វារក្រុងអើយចុះស្រែកទ្រហោអស់ទីក្រុងអើយចុះយំពិលៀបចុះអស់ស្រុកភីលីស្ទីនអើយឯងត្រូវរលាយទាំងអស់ហើយត្បិតមានផ្សែងចេញពីទិសខាងជើងអត់មានអ្នកណាមួយក្នុងកងទ័ពរបស់គេដែលតាមគ្នាមិនទាន់ឡើយដូច្នេះតើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះយ៉ាងណាទៅគឺត្រូវថាព្រះយេហូវ៉ាទ្រង់បានតាំងក្រុងស៊ីយ៉ូនឡើងហើយពួករាជរបស់ទ្រង់ដែលមានទុក្ខវេទនាគេនឹងពឹងជ្រកក្នុងក្រុងនោះចុះគិតនិងស្វែងយល់ផែនការនៃការជំនុំជម្រះរបស់ព្រះប្រឆាំងនឹងសាសអាសើរមិនអាចបញ្ឈប់ដោយនរណាម្នាក់បានឡើយសាសអាសើរនឹងត្រូវជំនុំជម្រះដោយដែលព្រះបានសម្រេចរួចហើយអ៊ីស្រាអែលនឹងត្រូវបានដោះលែងពីនឹមត្រួតត្រារបស់សាសអាសើរខទី24ដល់ទី27ការបំផ្លាញរបស់សាសអាសើរនឹងคล้ายជាទីពេញចិត្តណាស់សម្រាប់សាសភីលីស្ទីនប៉ុន្តែការនេះមិនមែនចុងក្រោយទេការនេះដោយព្រោះគេត្រូវបានវាយប្រហារដោយពលទ័ពនៃជាតិសាសន៍ដែលមានអំណាចខ្លាំងរបស់ស្រុកបាប៊ីឡូនពួកភីលីស្ទីនដែលថ្វាយបង្គំរូបព្រះហើយបានចំអកដល់ព្រះនាមព្រះនឹងមិនអាចគេចផុតពីការជំនុំជម្រះដ៏ក្រោធរបស់ព្រះបានឡើយខទី28ដល់ទី32តើព្រះជានរណាដោយផ្អែកលើខទី24ដល់ទី27ព្រះគ្រប់គ្រងផែនដីនេះរដ្ឋផែនការរបស់ព្រះមិនត្រឹមតែឥតខ្ចោះនោះទេប៉ុន្តែទ្រង់ក៏បានសម្រេចផែនការទាំងនោះបានយ៉ាងឥតខ្ចោះផងដែរគ្មាននរណាម្នាក់ដែលអាចរារាំងឬផ្លាស់ប្ដូរអ្វីដែលព្រះបានសម្រេចព្រះទ័យនឹងបានគ្រងទុកហើយនោះបានទេតើនរណាគ្រប់គ្រងជីវិតរបស់ខ្ញុំព្រះសពព្រះハរតីជួយសម្រាលបន្ទុកខ្ញុំទោះបីជាថ្ងៃនេះបន្ទុកខ្ញុំធ្ងន់យ៉ាងណាក៏ដោយតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដែលផ្អែកលើខទី32ព្រះនឹងក្លាយជាទីពឹងជ្រកសម្រាប់រាជរបស់ទ្រង់យើងមិនត្រូវអនុញ្ញាតឲ្យកាលៈទេសៈផ្សេងៗគ្រប់គ្រងលើយើងបានឡើយ
អំណរថ្ងៃនេះអាចបង្កឲ្យយើងកើតទុក្ខនៅថ្ងៃស្អែកហើយទុក្ខសោកថ្ងៃនេះអាចត្រឡប់ជាប្រភពនៃការកំសាន្តចិត្តបានដែរជួយយើងពឹងផ្អែកនិងកាន់តាមព្រះបន្ទូលព្រះដោយទុកចិត្តលើទ្រង់ដែលធ្វើឲ្យគ្រប់ការទាំងអស់រួមគ្នាសម្រាប់ការល្អបានសូមអានកាន់គម្ពីរអេសាយជំពូកទី7ដល់ជំពូកទី9សេចក្តីអធិដ្ឋានអោព្រះអង្គអើយទ្រង់គ្រប់គ្រងផែនដីនេះស្របតាមផែនការរបស់ទ្រង់សូមជួយយើងខ្ញុំកុំឲ្យបាត់បង់សេចក្តីជំនឿលើទ្រង់ឡើយ